ពុកម៉ែបងប្អូនអាគារនៅខាងក្រោយខ្នងខ្ញុំនេះគឺកម្ពស់រហូតដល់4ជាន់ហើយទំហំសាច់ដីគឺ22ម៉ែត្រគុណនឹងបណ្ដោយរហូតដល់27ម៉ែត្រអាគារនេះមានច្រើនបន្ទប់សម្រាប់ការធ្វើជាផ្ទះជួលធ្វើជាសាលាឯកជនឬក៏តម្រូវការសម្រាប់ការធ្វើអីផ្សេងទៀតហើយទីតាំងនៃអាគារកម្ពស់4ជាន់នេះស្ថិតនៅលើផ្លូវចូលវត្តប្រាសាទនៅក្នុងខណ្ឌព្រែកភ្នៅតែម្ដងបាទពុកម៉ែបងប្អូនដូចខ្ញុំបានជំរាបពុកម៉ែបងប្អូននៅខាងដើមវីដេអូអញ្ចឹងថាអាគារកម្ពស់4ជាន់នេះគឺជាប់នឹងផ្លូវចូលវត្តប្រាសាទនៅក្នុងខណ្ឌព្រែកភ្នៅតែម្ដងហើយចំពោះអាគារនេះទៀតសោតបច្ចុប្បន្ននេះម្ចាស់គាត់អត់មានបានអភិវឌ្ឍធ្វើអីទេប៉ុន្តែខ្ញុំចង់បញ្ជាក់ថាកាលពីមុនគឺអាគារនេះគឺគាត់ធ្វើមានជាន់ផ្ទាល់ដីជាន់ទី1គឺសិតតែបន្ទប់ជួលហើយបន្ទប់ជួលដែលគាត់ធ្វើលើកមុននោះបានជិត30បន្ទប់ជួលដែរហើយចំពោះឯជាន់ចាប់ពីជាន់ទី2ឡើងទៅគឺគាត់ចិញ្ចឹមតិចកម្មហើយបច្ចុប្បន្ននេះក៏មានតិចកម្មរស់នៅស្រាប់ផងដែរហើយចំពោះដែលភ្លើងអូសចូលនៅក្នុងអាគារនេះគឺភ្លើង63អាំពែហើយចំពោះអាគារទាំងមូលនេះគឺបែរមុខទៅទិសខាងកើតកម្មសិទ្ធិប្លង់រឹងហើយទំហំនៅក្នុងបានកម្មសិទ្ធិប្លង់រឹងគឺមានទំហំរហូតដល់378ម៉ែត្រការ៉េផងដែរហើយចំពោះទិដ្ឋភាពនៅជុំវិញទីតាំងនៃអាគារសម្រាប់លក់កម្ពស់4ជាន់នេះដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំអញ្ចឹងទីតាំងអាគារនេះបើយើងចុះពីផ្លូវជាតិលេខ130គឺត្រឹមតែ350ម៉ែត្រតែប៉ុណ្ណោះមានន័យថាពុកម៉ែបងប្អូនចូលតាមខ្លោងទ្វារវត្តប្រាសាទដល់អាគារនេះហើយបានចូលទៅដល់វត្តប្រាសាទមានន័យថាទីតាំងអាគារនេះដូចជាចន្លោះកណ្ដាលខ្លោងទ្វារវត្តប្រាសាទផ្លូវ130ទៅដល់នឹងវត្តប្រាសាទផងដែរអញ្ចឹងហើយដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងអាគារនេះល្អមែនទែនសម្រាប់ការធ្វើជាបន្ទប់ជួលសម្រាប់ការធ្វើជាសាលារៀនឯកជនឬក៏សម្រាប់តម្រូវការធ្វើអីផ្សេងទៀតព្រោះដោយសារទិដ្ឋភាពនៃអាគារនេះគឺវាជាប់នៅលើផ្លូវមេស្រាប់តែម្ដងគឺផ្លូវបេតុងហើយស្រាប់ហើយប្រព័ន្ធទឹកប្រព័ន្ធភ្លើងក៏មានរួចជាស្រេចអូសចូលហើយស្រាប់ហើយក៏មានប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតភ្ជាប់រួចជាស្រេចផងដែរអញ្ចឹងហើយសម្រាប់តម្រូវការអីផ្សេងទៀតពុកម៉ែបងប្អូនអាចអញ្ជើញមកមើលអាគារកម្ពស់4ជាន់នេះបានផងដែរហើយសម្រាប់ព័ត៌មានលម្អិតផ្សេងពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទដែលមានលេខនៅខាងលើក៏បានផងដែរសូមអរគុណ